នេះស្លាបនកំពុងតែកសាងបានប៉ុណ្ណឹងតែយើងបានកំពុងធ្វើសពថ្ងៃសម្រាប់ពីមុខរៀបចំឲ្យទលាយដែលមានរូងមួយដែលបានរៀបចំវាជាដើរឡើងជាងកំពុងរៀបចំវាយក្រូខ្នាត8រៀបចំវាយប្រឡាំងព្រះក៏បានរៀបចំធ្វើរួចរាល់ហើយរៀបដាក់នៅត្រៀបថ្នាំនិងគូគំនូទាំងនេះផ្នែកប្រឡាំងលូផ្នែកដំណប់សង់នេះថ្នាំក៏យើងបានបៀកថ្នាំឲ្យដែរជាងនេះគឺសាលាមត្តេយ្យសហគមន៍ជាប់នឹងសាលាបុណ្យមានសាលាមត្តេយ្យសហគមន៍តែក្មេងក្រមថ្នាក់ទី1យើងមានសាលាមត្តេយ្យសហគមន៍សម្រាប់ភូមិភាសាយើងនេះអគារឃ្លាំងមួយទៀតសម្រាប់ដាក់សម្ភារៈពីកន្លែងរបស់ចាស់ដែលមានពីមុនមកគឺយើងយកមកផ្ទុកទីនេះហើយយើងនឹងរៀបអិតជាបន្តទៅទៀតនៅក្រោយមត្តេយ្យសហគមន៍របស់យើងនេះកំពុងតែមានការរៀបចំមិនទាន់បានរួចស្រេចនៅឡើយទេដែលកំពុងរៀបចំនៅផ្នែកប្រព័ន្ធអនាម័យយើងនឹងចាប់ផ្ដើមធ្វើបន្តទៅទៀតដោយមានទាំងឃ្លាំងសាលាទីកន្លែងយើងអាចធ្វើការងារបាននេះជាផ្នែកប្រព័ន្ធលូទឹកដែលយើងរៀបចំគម្រោងប្រុងចាក់ដីស្មើនឹងចំណែកទីនេះជាទីកន្លែងសម្រាប់កសាងស្ទូបឬក៏ជារូបតំណាងផ្សេងមានរូបបាទជ័យវរ្ម័នទី7សម្ដេចព្រះសង្ឃរាជជួនណាតមានសម្ដេចក្រុងហើយនិងបព្វបរោះរបស់យើងជាច្រើនទៀតដែលយើងបំរុងនិងរៀបតម្កល់ទុកក្នុងទីនេះហើយសល់ទីនេះជាកន្លែងសួនយើងរៀបចំធ្វើសួនដល់ក្នុងនេះយើងមានលូស្រាប់យើងបានបំពាក់ឲ្យសូឡាយើងនឹងគ្រូងដាក់សូឡាបន្ថែមទៅទៀតដើម្បីប្រយោជន៍សម្រាប់ភូមិរួមនិងជាកន្លែងទីសម្រាប់រីករាយនៃភូមិផងដែរទីនេះហើយខាងនោះក៏ដូចគ្នាយើងរៀបចំលក្ខណៈដូចគ្នាទលាយទីទៀតយើងមានកន្លែងសម្រាប់សំរុំសម្រាប់ភូមិប្រពៃផ្សេងក៏ដូចជាណាកន្លែងសម្រាប់ជាទីកំសាន្តនៃចិត្តផងដែរដោយមានទីនេះមានអគារសាលាបុណ្យដែលយើងឲ្យឈ្មោះថាសាលាសីវលីទីនេះមានសាលាមត្តេយ្យសហគមន៍នេះ
នេះទិដ្ឋភាពខាងមុខដែលយើងបានរៀបចំទូទៅមិនទាន់រួចចប់រួចរាល់ទេយើងត្រៀមបីនឹងចាក់ដីយកទៅយើងបានបំពាក់សូឡាអស់ហើយទីនេះឃើញថាមានភាពស្អាតទីធ្លាស័ក្តិសមរម្យល្មមសម្រាប់ភូមិជាទីតាំងមួយថាអាចកំសាន្តឬក៏អាចសម្រាប់ប្រជាពលរដ្ឋសម្រាប់ភូមិភាសាំងប្រើបានជាប្រយោជន៍ទូទៅបាទចិត្តរួចហើយនោះបាទសូមគ្រប់គ្នាទាំងអស់ជួយបន្តនៅការគ្រប់គ្រងដើម្បីសម្រាប់ភូមិដើម្បីជាប្រយោជន៍រួមសម្រាប់ទាំងអស់គ្នាទីកន្លែងទីនេះគឺដើម្បីប្រយោជន៍រួមតែម្ដងមកធ្វើអាចជាសាលាផងជាបណ្ណាល័យសម្រាប់ភូមិនោះផងនិងជាប្រយោជន៍ផ្សេងទៀតសម្រាប់សហគមន៍របស់យើងដើម្បីប្រើប្រាស់ប្រយោជន៍រួមទាំងអស់នឹងសូមអរគុណសម្រាប់ការចូលរួមជួយចូលរួមគាំពៀកន្លងមករហូតដល់បច្ចុប្បន្នទើបសាលាយើងបានរហូតមកដល់បច្ចុប្បន្នកសាងប្រហែលជា 80% ហើយតែចិត្តរួចមែនទែនហើយ